សុស្ដីប្រិមិត្តវល់មកជួបគ្នាសាជាថ្មីម្ដងទៀតហើយជាមួយនឹងពិភពរឿងនិទានហើយថ្ងៃនេះដែរយើងនឹងពិពណ៌នារឿងមួយដែលមានចំណងជើងថាមន់វេទមន្តកាលពីព្រេងនាយមានបរិសក្រីក្រម្នាក់រស់នៅជាមួយនឹងភរិយាថ្ងៃមួយភរិយាបានសម្រាលកូនភ្លោះចម្លែកគឺមួយកើតជាកូនមន់និងមួយទៀតកើតជាកូនមនុស្សបើទោះបីជាមន់កើតជាសត្វក៏ដោយប៉ុន្តែវាមានអំណាចដ៏អស្ចារ្យអាចនិយាយបាននិងជួយការពារប្អូនប្រុសពីគ្រោះថ្នាក់ផ្សេងក្រោយមកម្ដាយរបស់ពួកគេទាំងពីរនាក់ក៏បានទទួលមរណភាពបាត់បណ្ដាលឲ្យពួកគេត្រូវបានកំព្រាម្ដាយហើយឪពុករបស់ខ្លួនក៏បានយកប្រពន្ធថ្មីម្ដាយចង់មានចិត្តអាក្រក់ស្អប់សត្វមន់និងប្អូនប្រុសនេះណាស់ដែលគិតថាពួកគេគឺជាប្រភពនៃសេចក្តីចង្រៃហើយព្យាយាមធ្វើបាបពួកគេមន់វេទមន្តក៏បានជួយប្អូនប្រុសជាច្រើនដងដោយប្រើអំណាចវេទមន្តរបស់ខ្លួនរហូតចុះខ្សោយនៅពេលមួយម្ដាយចង់ចិត្តអប្រិយបានលួចប្រហារសត្វមន់វេទមន្តនៅក្នុងខណៈពេលដែលវាកំពុងតែចុះខ្សោយមុនពេលវាស្លាប់មន់វេទមន្តបានប្រាប់ទៅដល់ប្អូនប្រុសឲ្យរក្សាឆ្អឹងនិងស្បែករបស់ខ្លួនព្រោះវានឹងអាចជួយការពារទៅដល់គាត់នៅថ្ងៃក្រោយប្អូនប្រុសបានធ្វើតាមហើយយកឆ្អឹងមន់វេទមន្តដែលបានផ្ដល់អំណាចនិងជួយឲ្យប្អូនប្រុសឈ្នះឧបសគ្គទាំងឡាយចុងក្រោយប្អូនប្រុសបានឈ្នះអំពើអាក្រក់រៀបការជាមួយនារីល្អនិងរស់នៅយ៉ាងសុខសាន្តម្ដាយចុងទទួលទោសទៅតាមអំពើអាក្រក់របស់ខ្លួននៅក្នុងអត្ថន័យរឿងនេះចង់បង្ហាញអំពីសេចក្តីស្មោះត្រង់និងការជួយគ្នារវាងបងប្អូនអំពើល្អតែងតែឈ្នះអំពើអាក្រក់កុសលផលកម្មអាចធ្វើបាននៅតាមទង្វើហើយសាច់រឿងមន់វេទមន្តក៏ត្រូវបានបញ្ចប់តែត្រឹមនេះហើយបើមានចន្លោះខ្វះខាតត្រង់កន្លែងណាក៏សូមមេត្តាខន្តីអភ័យទោសពីសំណាក់បងប្អូនប្រិយមិត្តអ្នកទស្សនាហើយខ្ញុំបាទក៏សូមអរគុណគ្រប់គ្នាជួបគ្នានៅពេលវេលាក្រោយបាយបាយ